បាទបងប្អូនសូមស្ដាប់ហ៊ុនសែនអត់ងាប់ទេតែអ្នកដែលងាប់ពិតប្រាកដគឺកម្មករព្រោះអីបើគេអត់វិជាទិញរោងចក្រត្រូវបិទអ្នកណាត្រូវខាតគឺរោងចក្រដែលត្រូវបិទកម្មករគឺត្រូវអត់ការងារធ្វើអញ្ចឹងក្មួយមានតែវិលត្រឡប់ទៅធ្វើស្រែចម្ការជាមួយនឹងឪពុកម្ដាយវិញបាទចឹងបងប្អូនឃើញថាវាស្រឡាញ់ខ្មែររបៀបម៉េចចង់ណាងាប់អីក៏ងាប់ទៅណាចង់អន្តរជាតិគេដាក់ទណ្ឌកម្មយ៉ាងម៉េចក៏ដាក់ទៅណាវាសុខចិត្តណាធ្វើបាបខ្មែរធ្វើបាបអ្នកប្រឆាំងបំផ្លាញអ្នកប្រឆាំងឲ្យតែវាបាននៅក្នុងអំណាចណាហើយណាងាប់ទៅអានេះជាចរិតពិតរបស់វាអត់ដែលខ្វល់អំពីអ្នកណាទេពីព្រោះវាលួចជាតិណាបំផ្លាញជាតិខ្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀវាដេកស៊ីស្រួលអីស្រួលនៅក្នុងអំណាចវាអត់មានខ្វល់រឿងប្រទេសជាតិរឿងប្រជាជនខ្មែរទេវាខ្វល់តាមអំណាចរបស់វាតែប៉ុណ្្នឹងទេអាហ្នឹង